នេះខ្ញុំនិយាយតពីវីដេអូមុនកូនរបស់ខ្ញុំគាត់ចេះនិយាយតាំងពីគាត់ចូលខ្ទង់5 1ទៅ7 ខែគឺគាត់ចេះហៅប៉ាម៉ាក់ហើយនៅកំឡុងពេល11 ខែគឺកូនរបស់ខ្ញុំគាត់ចេះដើរហើយគាត់អាចនិយាយបានច្បាស់មួយប៉ាម៉ាក់ត្រូវនាំគាត់និយាយឲ្យបានច្រើនរៀននិយាយទោះជាគាត់និយាយបែបណានិយាយតិចនិយាយច្រើនគឺនាំគាត់និយាយកុំសូវឲ្យគាត់មើលទូរស័ព្ទយើងមិនមែនផ្ដាច់គាត់មិនឲ្យមើលទូរស័ព្ទទេក្មេងមើលទូរស័ព្ទអាចនឹងឆ្លាតនៅពេលដែលយើងមើលមានកម្រិតកូនរបស់ខ្ញុំឲ្យគាត់មើលមិនទូទៅរាល់ពេលទេយើងត្រូវនៅជាមួយគាត់ឲ្យបានច្រើននៅពេលដែលគាត់នៅជាមួយយើងផ្លូវចិត្តរបស់គាត់ក៏ល្អហើយគាត់ជាក្មេងឆ្លាតអាចនិយាយដឹងខុសដឹងត្រូវហើយប៉ាម៉ាក់ត្រូវនាំគាត់និយាយសូម្បីតែជិះម៉ូតូជិះឡានឬក៏ដើរទៅណាមកណាត្រូវតែនិយាយមួយគាត់ឆ្លងឆ្លើយកុំធុញទោះជាកូនសួរយើងបែបណាយើងត្រូវតែនិយាយបើកូនយើងមិនសូវនិយាយគឺយើងសួរនាំយើងនាំគាត់និយាយឲ្យបានច្រើនហើយនាំគាត់ទៅណាដែលសម្បូរទៅដោយមនុស្សកុំឲ្យគាត់នៅតែខាងក្នុងផ្ទះនេះជាបទពិសោធន៍របស់ខ្ញុំតើបទពិសោធន៍របស់ប៉ាម៉ាក់ផ្សេងបែបណាវិញជួយខមមិនផងញញ៉ាំសក់អីអាហ្នឹងគេហៅឃ្លោកត្រឡាចឃ្លោកត្រឡាចញ៉ាំញ៉ាំវាខំកុំញ៉ាំវាខំបានហើយអញ្ចឹងបានណាកូនណា